ជំរាបសួរលោកគ្រូនេះគឺជារំហាត់ដែលលោកគ្រូបានដាក់ឲ្យធ្វើជាការងារផ្ទះសម្រាប់សាមិត្តហើយការងារនេះគឺយើងធ្វើតាក់ទងជាមួយនឹងការ remote server ដែលមាន 3 user គឺ SH, SCP និង FSTP ដែល remote ទៅកាន់ server ទាំង3ហើយឡើយគឺយើងចូលទៅកាន់ server របស់យើងចឹងឥឡូវនេះគឺយើងធ្វើការបង្កើត user 3សិនហើយ user ទី1នោះគឺយើងដាក់ថា user SSH អូខេតមកយើងដាក់ password ហើយសម្រាប់ user ទី2នោះក៏យើងបង្កើតដូចគ្នាដែរគឺតកតងជាមួយនឹង user SCP ហើយយើងចុច enter មកដូចគ្នាបន្ទាប់មកយើងបញ្ចូល password ទៅឲ្យ user នោះអូខេហើយ user ទី3នោះគឺ user SFTP យើងបង្កើតដូចគ្នាមកហើយបន្ទាប់មកយើងបញ្ចូល password ឲ្យ user នោះដែរមកអូខេហើយបន្តទៀតមកយើងបង្កើតនៅ key មួយគឺ key AU 40 key អូខេអញ្ចឹងបន្ទាប់ពី key យើងបានបង្កើតរួចរាល់ហើយអញ្ចឹងយើងធ្វើការ apply key នោះទៅលើ server របស់យើងបាទអញ្ចឹងគឺយើងបានធ្វើរួចរាល់ហើយទាំង3 user ហ្នឹងបាទអញ្ចឹងបន្តមកទៀតយើងធ្វើការ config ទៅលើ server របស់យើងអញ្ចឹងខ្ញុំជ្រើសរើសយក nano config វាស្រួលជាងអញ្ចឹងយើងបើក file sh នៅក្នុង Gitbase យើងដើម្បីរៀបចំរចនាសម្ព័ន្ធ alias ហ្នឹងដើម្បីឲ្យម៉ាស៊ីនហ្នឹងស្គាល់ IP របស់យើង
ដែលមានឈ្មោះដូចជា SSH server ហើយនិង SCP server ហើយនិង FST server ដែលភ្ជាប់ទៅកាន់ AU40 keyអូខេអញ្ចឹងការ config របស់យើងគឺបាន complete ហើយអញ្ចឹងយើងសាកតែចូលទៅកាន់ server របស់យើងមកអូខេឃើញថាយើងអាច remote ចូល server បានហើយយើងតែ user 2ទៀតយើងចាក់ចេញពី server យើងសិនមកអូខេអញ្ចឹងយើងវាយ SH SCP server ថាវាចូលទៀតអត់អូខេអញ្ចឹងការ remote user ទី2របស់យើងក៏បានជោគជ័យដែរអញ្ចឹងនៅ user ចុងក្រោយអូខេអញ្ចឹងយើងសាកយក user ទី3 remote ចូលទៅ server របស់យើងម្ដងអូខេអញ្ចឹងយើងឃើញថាជោគជ័យអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងសូមអរគុណលោកគ្រូ